Chà, ngày nay slide សំខាន់ជាងគេគឺបានទៅដល់លេងនៅកន្លែងដែលល្បីបងប្អូនកន្លែងល្បីពីរកន្លែងដែរមួយកោះ PP ដែលរឿងទេសកលស្នេហ៍ដែលអ្នកស្រីបកាយជីបកាយអីហ្នឹងហើយនឹងទី2គឺកោះស្អីគេ Maya Bay ដែលគេចាករឿង Titanic គេសម្ដែងរឿង The Beach តើរឿងនោះយូរហើយតែល្បីខ្លាំងគឺកោះហ្នឹងឯងអញ្ចឹងខ្ញុំបានទៅលេងកោះហ្នឹងឯងបងប្អូនអូយនិយាយពីថាតែមុននឹងទៅហ្នឹងគឺយើងរៀបចំធ្វើខ្លួនធ្វើប្រាណអីចឹងណាព្រោះអីម៉ោង9ម៉ោង10អីបានយើងទៅហើយពួកយើងទៅហ្នឹងគឺទៅលក្ខណៈធួយើងមានជាធួកញ្ចប់ទៅជុំគ្នាម្ដងរយៈពេល1ថ្ងៃពេញអញ្ចឹងពួកខ្ញុំបាន booking ដូចជាប្រហែល5កោះ7 5ក៏5ក៏4ហ្នឹងបងប្អូនបានថាកញ្ចប់ហ្នឹងយើងទៅ2នាក់អស់100ជាង$130អីណាបងប្អូនចាហើយយើងទៅជុំគ្នានៅនឹងម្ដងចាហើយអូយទេសភាពគេស្អាតណាស់បងប្អូនអូយនិយាយពីទៅថាវាតិចភ្នែកតិចតែភ្នែកណាតែខ្លួនក្តៅកគុកយ៉ានៅកោះដោយសារតាឆ្នេរខ្សាច់គេសស្គូសដូចនៅកោះរងយើងឯងចាប៉ុន្តែខុសគ្នាត្រង់មិនសើតែមនុស្សកោះរងយើងយ៉ាងណាក៏ដើរវាមិនប៉ះគ្នាតែនេះដើរវិញគឺថាសឹងតាមបុកគ្នាណាបងប្អូនចាហើយអាកោះដំបងគេហ្នឹងគេហៅកោះទសី Bamboo Beach Bamboo Island គេនោះចាចេញពីនឹងហើយគឺយើងចូល PP Island ហ្នឹងហើយបងប្អូនអាកោះដែលថ្លៃល្បីណាប៉ុន្តែខ្ញុំចូលទៅកន្លែងហ្នឹងគឺដូចទីក្រុងគេវិញដូចតំបន់គេល្បីមែនបងប្អូនដូចកោះដូចភូមិគេមនុស្សច្រើនមែនបងប្អូនដើរទៅតាណាក៏មនុស្សដែរចាហើយអូយនិយាយពីថាជនជាតិអូយមកពីណាពីនេះខ្លះគេលោកហ្នឹងហើយពួកយើងនៅញ៉ាំនៅនឹងជុំគ្នាបាយជុំគ្នាប្រហែលជាម៉ោង1កន្លះអីពួកយើងធ្វើដំណើរទៅមួយទៀតទៅអា Maya Beach គេហ្នឹងគឺស្អាតណាស់បងប្អូនអើយដូចឋានសួគ៌ចាដូចឋានសួគ៌ចាហើយហ្នឹងហើយនៅសល់ពេលយើងដើរមើល PP Island នេះទៅចាគ្មានសំណាងបានដេកហ្នឹងទេតែមានសំណាងបានដើរជិបដើរប៉ះដើរឃើញណាបងប្អូនចាហ្នឹងហើយគេថាវាសនាមនុស្សមើលមិនឃើញទេបានទៅស្គាល់ស្រុកគេស្រុកឯងណាចាហើយបងប្អូនមុំលើទៅរងជួរមួយជនជាតិទៅរងជួរទៅអា Maya Beach អាកន្លែងល្បីណាបងប្អូនដឹងម្នាក់គេយកតម្លៃប៉ុន្មានក៏ឲ្យឆ្លងកាត់ស្ពានឆ្លងកាត់នេះអូសៀនគេនេះបន្តិចណាបងប្អូនចាគឺម្នាក់ប្រហែលដូចជា400បាតចា400បាតបើនិយាយទៅគឺ10រៀលម្នាក់បងប្អូនសម័យមើលទៅថាមនុស្សច្រើនម្លឹងចាហើយគេយកម្នាក់10រៀលហើយរឹបលៀនចូលទៅហើយទៅដឹងមកម៉ាននេះបងប្អូនបានតាប្រហែលជាដូចជាកន្លះម៉ោងទេចាត្រឹមដើរទៅដល់យើងថតរូបថតអីបានមកទៅយើងត្រូវមកវិញចាគេកំណត់ម៉ោងឲ្យយើងទៅអេតអូតនោះទេចាគឺគេមានម៉ោងគេមានអីចាហើយពូហ្គាយនៅក្នុងទូកខ្ញុំហ្នឹងគេថាអូនឯងមុខដូចថៃសម្បើមិនសិនតែបានអូនឯងចេះនិយាយភាសាថៃបន្តិចមកអស់តែ10បាតទេអស់តែ40បាតទេអស់តែ5000ម៉ណាយអើយអាណាតែចេះនិយាយថៃបើចេះនិយាយតែខ្មែរចាខ្មែរគេហៅបរទេសអស់400បាតបងប្អូនអូយចាអញ្ចឹងអ្នកណាគេចង់ទៅលេងនៅនោះបើចេះថៃចេះអីអាចបន្លំគេបានណាបងប្អូនចាគឺយើងនិយាយទៅដូចយើងនិយាយភាសាថៃយើងនិយាយភាសាអីមកអូអត់10បាតទេចាហ្នឹងហើយនេះកន្លែងតាឯងបងប្អូនឲ្យមើលខ្សាច់សស្គូសចាខ្សាច់យិតពីសស្គូសហើយមើលទៅបងប្អូនឃើញមានជនជាតិថៃចាអត់ឃើញទេចាឃើញតែបរទេសចាវាដូចខ្ញុំទៅដើរលេងហ្នឹងគឺទៅដើរលេងអឺរ៉ុបបងប្អូនចាដូចអឺរ៉ុបចាឯងចាហើយនៅស្រុកនោះបងអើដឹងមិនខ្ញុំសួរគេថាស្គាល់ប្រទេសកម្ពុជាអត់ស្គាល់ស្រុកខ្មែរអត់គេថាស្គាល់តែស្គាល់ដូចជាស្គាល់ទាំងសពេចសពិលណាបងប្អូនដឹងតែកម្ពុជានោះនៅណាទៀតហើយថាបងប្អូនមានស្គាល់អង្គរដែរណាអង្គរវត្តយើងអង្គរវត្ត Temple ណាអង្គរ Temple អីថាអត់ដឹងសៀមរាបអីអត់ដឹងទេចានៅស្រុកហ្នឹងហើយកន្លែងខ្ញុំទៅហ្នឹងគឺនៅខាងក្រៅមែនទេណាជិតដល់ម៉ាឡេដែរណាព្រោះអីដឹងចាំបានអត់ខ្ញុំជិះយន្តហោះគឺខ្ញុំតជើងទៅម៉ាឡេអញ្ចឹងតំបន់ហ្នឹងវានៅជិតម៉ាឡេហ្នឹងវានៅឆ្ងាយមែនទេវានៅឆ្ងាយពីបាងកកមែនទេចាអញ្ចឹងសួរខ្មែរសួរកម្ពុជាអីគេអត់ស្គាល់ទេអូចាអូយនេះភ្លេចកាត់កន្លែងកណោះឈប់កន្លែងហ្នឹងក៏ស្អាតដែរទឹកសមុទ្រគេខៀវបងប្អូនឲ្យនិយាយពីខៀវស្អាតយ៉ាងនេះទេចា
វាសំតឡៃមែនចាយើងដើរលេងទៅស្គរស្រុកគេចាហ្នឹងហើយគេដើរប្រាប់គ្រប់ច្រឡកគ្រប់ច្រហកហ្នឹងឯងហើយម្ដងកន្លែងនេះខ្សាច់ក៏សទៀតចាកន្លែងហ្នឹងគេហៅអីគេ Monkey Beach ឆ្នេរស្វាឆ្នេរសឹកស្វាឆ្នេរកោះស្វាមែនទេចាហ្នឹងហើយដើរមើលមកសធុះមុននឹងយើងទៅមើលការថ្មចាហ្នឹងហើយមើលត្រីគេបើទឹកគេអត់សូវថ្លាល្អទេមើលអត់សូវច្បាស់ទេហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយស្អែកគឺជាថ្ងៃចុងក្រោយរបស់ពួកយើងចាអរគុណ